បាទសូមក្រុមជម្រាបសួរដល់បងប្អូនអរគ្នាចឹងនេះខ្ញុំមកនិយាយអំពីសារតកាន់យុវវ័យចំពុកទី62ដែលតាក់ទងជាមួយនឹងការនាំមនុស្សមករកឯព្រះអញ្ចឹងយើងរកគ្នាគឺជាយុវវ័យហើយគឺជាយុវជនដែលព្រះអង្គទ្រង់បានរើសតាំងដើម្បីយើងរកគ្នាចេញទៅនាំមនុស្សដែលគេបានស្គាល់ព្រះអង្គឲ្យមើលទៅព្រះអង្គគឺជាព្រះសង្គ្រោះផងដែរអញ្ចឹងពួកយើងរកគ្នាគឺមានទូនាទីមួយដែលសំខាន់ដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងរកគ្នាចូលយើងយកទូនាទីដែលព្រះអង្គទ្រង់បានដាក់ឲ្យយើងរកគ្នានឹងទៅបំពេញដោយយកចិត្តទុកដាក់ហើយនាំមនុស្សមករកឯព្រះដោយសេចក្តីស្រឡាញ់អញ្ចឹងយើងដឹងថាការស្វែងរកមនុស្សដើម្បីមកទទួលព្រះអង្គជាព្រះសង្គ្រោះគឺវាមិនងាយស្រួលនោះទេប៉ុន្តែការងារមួយនឹងគឺជាការងារមួយដែលសំខាន់សម្រាប់យើងរកគ្នាដែលព្រះអង្គទ្រង់បានចាប់តាំងឲ្យយើងរកគ្នាធ្វើហើយជួយយើងរកគ្នាផ្ដោតទៅលើការងារមួយនឹងព្រោះឯការងារនេះគឺជាការងារមួយដែលសំខាន់ដែលអាចនាំឲ្យយើងរកគ្នាទទួលបានជីវិតអកលហើយនឹងបាននៅចិត្តជាមួយនឹងព្រះអង្គខ្ញុំដឹងថាយើងរកគ្នាគឺតែងតែចង់បាននៅជីវិតអកលប៉ុន្តែយើងគួរតែដឹងថាតើយើងគួរតែរកវិធីណាដើម្បីឲ្យយើងបានជីវិតអកលវិធីមួយនោះគឺយើងត្រូវការដើរតាមព្រះហើយយើងត្រូវការយកចិត្តទុកដាក់ទៅលើការងាររបស់ព្រះដែលព្រះអង្គដាក់យើងរកគ្នាហើយក៏យើងរកគ្នាគួរតែយកដំណឹងល្អដែលយើងបានឮពីព្រះអង្គហើយជួយយើងបំភ្លឺទៅលើពិភពលោកទាំងមូលឲ្យគេបានដឹងបានឮព្រះបន្ទូលរបស់ទ្រង់ហើយឲ្យគេបានទទួលសេចក្តីសង្គ្រោះហើយឲ្យពួកគេបានទទួលព្រះអង្គគឺជាព្រះសង្គ្រោះដែលព្រះអង្គទ្រង់តែងតែនឹករបស់យើងព្រះអង្គទ្រង់តែងតែខ្វល់ខ្វាយពីយើងព្រះអង្គទ្រង់តែងតែស្រឡាញ់យើងរកគ្នានៅពេលដែលយើងទៅដល់ទីណាក៏ដោយក៏ព្រះអង្គទ្រង់តែងតែនៅគង់ជាមួយយើងគ្រប់ពេលវេលាផងដែរមិនថាកូនមកទ្រង់ភ្លេចទ្រង់ប៉ុណ្ណាក៏ដោយក៏ព្រះអង្គទ្រង់មិនដែលភ្លេចយើងរកគ្នាដែរព្រះអង្គទ្រង់តែងតែនៅក្បែរយើងចំណិចព្រះអង្គទ្រង់តែងតែផ្ដល់កម្លាំងឲ្យយើងរកគ្នាហើយព្រះអង្គទ្រង់តែងតែគង់នៅជាមួយយើងហើយព្រះអង្គទ្រង់តែងតែនៅចាំនៅពាក្យសម្ដីដែលយើងត្រូវការព្រះអង្គអញ្ចឹងយើងរកគ្នានៅពេលដែលយើងបំពេញនៅការងាររបស់ព្រះអង្គជួយយើងរកគ្នាយកចិត្តទុកដាក់ហើយនាំមនុស្សមករកឯព្រះដើម្បីពួកគេបានសេចក្តីសង្គ្រោះដូចជាយើងរកគ្នាហើយក៏សូមឲ្យយើងរកគ្នាមានព្រះពរនៅក្នុងព្រះផងដែរអញ្ចឹងសារតកាន់យុវវ័យខាងនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលា